ខ្ញុំទេឥឡូវកំពុងតែចង់លក់ជាមួយនឹងម្ហូបស្នាដៃម្ចាស់ស្ពីនលេខ1បាទអូនបាទក៏បើបងកងកម្លាំងឡើងមកគ្រូជុំគ្នាតែម្ដងដើម្បីចង់ភ្លក់មើលថាតើម្ចាស់ស្នាដៃលេខ1មានកម្រិតរសជាតិប៉ុណ្ណាបែបណាបាទភាសាឡាវថាសេកthìខ្មែរយើងដូចជាគេហៅស្អីគេនេះជឿតហ្មងហ្នឹងហើយភាសាខ្មែរយើងណាអត់ទេអត់កយហើយកាញ់ចាំមកភ្លក់ទៅយើងបាទអូនចុះខោ